ក្តីស្រឡាញ់ពិតគ្មានចិត្តរំពឹងអ្វីផ្សេងទេហើយរំពឹងត្រឹមតែឃើញមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខរស់នៅដោយរីករាយយើងជាមនុស្សធម្មតាច្រើនតែយល់មិនត្រឹមត្រូវពីស្នេហាដោយយល់ថាស្រឡាញ់ផ្កាទាល់តែបានកាច់ផ្កាឬបើស្រឡាញ់សត្វគឺទាល់តែបានចាប់សត្វនឹងមកដាក់ក្នុងទ្រុងមើលថែទើបហៅថាស្រឡាញ់ចំពោះអារម្មណ៍របស់ខ្ញុំប្រាថ្នាសូមត្រឹមតែមនុស្សគ្រប់គ្នាមានសេចក្តីសុខជោគជ័យក្នុងជីវិតហើយប្រាថ្នាសូមត្រឹមតែមនុស្សដែលខ្ញុំស្រឡាញ់មានសេចក្តីសុខប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ